breaking news បងប្អូនគ្នាតុលាការសហព័ន្ធសហរដ្ឋអាមេរិកនៅឯប្រចាំនៅឯ District of Columbia ឬក៏ Washington DC គឺបានចេញសេចក្តីសម្រេចថាការផ្អាកចេញទិដ្ឋាការអន្តរប្រវេសន៍ទាំង75ប្រទេសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឬក៏ក្រសួងការបរទេសសហរដ្ឋអាមេរិកគឺជារឿងមិនស្របច្បាប់សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺដោយសារយើងឃើញព័ត៌មានកាលពីសប្តាហ៍មុនដែលបងប្អូនខ្លះបានដឹងហើយគឺតុលាការសហព័ន្ធនៅឯ Washington DC បានចេញសេចក្តីសម្រេចថាការផ្អាកចេញទិដ្ឋាការទាំង75ប្រទេសនេះសម្រាប់អ្នកដែលមកអន្តរប្រវេសន៍ឬក៏ទិដ្ឋាការអន្តរប្រវេសន៍មកសហរដ្ឋអាមេរិកហ្នឹងគឺជារឿងមិនស្របច្បាប់ទេហើយមានបងជាច្រើនបានតាក់ទងជាភាសាតេជនដែលដាក់ជាមួយ Visa Hub ជាមួយបងផ្សេងទៀតដែរដែលជា fan របស់ Visa Hub បានសួរមកថាបងអូនថាតើសេចក្តីសម្រេចនេះមានន័យថាប្រទេសកម្ពុជាយើងឬក៏ប្រទេសទាំង75ប្រទេសហ្នឹងគឺនឹងត្រូវបានទិដ្ឋាការវិញហើយមែនឬក៏ដកការផ្អាកហ្នឹងហើយមែនបាទអញ្ចឹងហើយថ្ងៃនេះបន្ទាប់ពីអានសេចក្តីសម្រេចនៅឯ District Court នៅ Washington DC ឬក៏ District of Columbia ហ្នឹងចម្លើយទៅបងខ្លីគឺថានៅទេអញ្ចឹងខ្ញុំឃើញព័ត៌មានបងខ្លះនៅឯសហរដ្ឋអាមេរិកបានផ្សាយលឿនពេកឬក៏ផ្សាយហួសពីអ្វីដែលតុលាការបានសម្រេចអញ្ចឹងបន្ទាប់ពីអានសេចក្តីសម្រេចរបស់តុលាការថ្ងៃនេះខ្ញុំមកចង់បកស្រាយវីដេអូនេះជូនបងប្អូនទាំងអស់គ្នានៅនិយមន័យពេញថាតើសេចក្តីសម្រេចរបស់តុលាការនឹងមានយុត្ថាធិការឬក៏មានឥទ្ធិពលទៅលើប្រទេសទាំង75នឹងអត់ហើយតើរដ្ឋាភិបាលសហរដ្ឋអាមេរិកគេនឹងបើកឲ្យ75ប្រទេសនឹងស្របទៅតាមតុលាការនៅបាទចម្លើយគឺនៅទេយើងឆ្លើយតែខ្លីគឺនៅទេការសម្រេចរបស់តុលាការមួយនេះគឺសម្រេចមានឥទ្ធិពលតែទៅលើដើមមិនដឹងប៉ុណ្ណោះមានន័យថាអ្នកដើមមិនដឹងនេះ Demora Gomez នេះគាត់ជាជនជាតិប្រេស៊ីលគាត់បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺដាក់ពាក្យប្តឹងក្រសួងការបរទេសសហរដ្ឋអាមេរិកគាត់ជាអ្នកដែលវិនិយោគតាមកម្មវិធី EB5 មានន័យថាវិនិយោគមករស់នៅសហរដ្ឋអាមេរិកតាមកម្មវិធី EB5 ដែលគាត់វិនិយោគ$80,000ដើម្បីបានសិទ្ធិរស់នៅឯសហរដ្ឋអាមេរិកបន្ទាប់ពីខែ1ឆ្នាំ2029នេះមកបងបានដឹងហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រសួងការបរទេសបានសម្រេចផ្អាកចេញទិដ្ឋាការអន្តរប្រវេសន៍ទាំងអស់ចំពោះ75ប្រទេសដែលមានប្រទេសកម្ពុជានោះផងមានប្រទេសប្រេស៊ីលនេះផងប្រេស៊ីលនេះហើយគឺជាអ្នកដែលជាជនរងគ្រោះដាក់ពាក្យបណ្ដឹងពាក្យហ្នឹងហើយពាក្យបណ្ដឹងនេះគឺឈ្មោះ Demora Gomez versus Rubio គឺជាពាក្យបណ្ដឹងមួយដែលគេនៅអាមេរិកបងដឹងហើយគឺគេដាក់ពាក្យបណ្ដឹងទៅឲ្យគេដាក់ឈ្មោះឲ្យពាក្យបណ្ដឹងដើម្បីការពារឯកជនភាពរបស់ដើមបណ្ដឹងអីចឹងទៅអញ្ចឹងចម្លើយទៅខ្លីបងអរគ្នាគឺការសម្រេចនេះមិនមានយុត្ថាធិការឬក៏មិនមានឥទ្ធិពលឲ្យក្រសួងការបរទេសសម្រាប់ឈប់ផ្អាកចំពោះទាំង75ប្រទេសទេប៉ុន្តែតុលាការចេញសេចក្តីសម្រេចនឹងណែនាំឲ្យក្រសួងការបរទេសសម្រេចទៅលើតែខេសមួយហ្នឹងខេស EB5 ចំពោះDemora Gomez មួយហ្នឹងដែលដាក់ពាក្យប្តឹងហ្នឹងគឺតុលាការតម្រូវឲ្យក្រសួងការបរទេសត្រូវតែឲ្យសិទ្ធិទៅមន្ត្រីស្ថានទូតនៅក្នុងការសម្រេចហើយ finalize case ហ្នឹងមានន័យថាធ្វើឲ្យ case ហ្នឹងទៅមុខបើថាឲ្យ visa ឲ្យបើថាមិនឲ្យគឺមិនហាមមិនឲ្យផ្អាកទេអញ្ចឹងការសម្រេចនេះមិនមែនមានឥទ្ធិពលទៅលើទាំងអស់គ្នាទេខ្ញុំឃើញបងខ្លះផ្សាយព័ត៌មានថាអូគេបើកវិញហើយមានបងច្រើនតាក់ទងមកថាអូឥឡូវបងអូនមានន័យថាគេបើកហើយទៅហើយព្រោះតុលាការសម្រេចហើយអញ្ចឹងចម្លើយគឺខ្លីនៅទេសម្រាប់បងទាំងអស់គ្នាប្រទេសកម្ពុជាយើងអត់បើកទេគឺគេសម្រេចនេះគឺមានយុត្ថាធិការឬមានឥទ្ធិពលតែលើដើមមិនដឹងមួយហ្នឹងដែលមកពីប្រទេសប្រេស៊ីលហ្នឹងជាការសម្រេចរបស់តុលាការនៅឯ District New York ហ្នឹងណាហើយចៅក្រមនេះដែរគឺជាចៅក្រម Ahmed Mera គាត់ជាដើមជនជាតិកំណើតរបស់គាត់គឺប្រទេសឥណ្ឌាមកអញ្ចឹងគាត់យល់ថាអ្វីដែលក្រសួងការបរទេសផ្អាកចេញទិដ្ឋាការចំពោះ75ប្រទេសនេះគឺជារឿងមិនស្របច្បាប់ទេហ្នឹងហើយសម្រាប់ព័ត៌មាននេះដែរគឺជាព័ត៌មានវិជ្ជមានវាមិនមែនជាព័ត៌មានល្អសម្រាប់ប្រទេសយើងនៅឡើយទេពីព្រោះអីគេអត់មានស្ថិតិសម្រាប់នេះអត់ទាន់និយាយថាឲ្យរដ្ឋាភិបាលអាមេរិកបើកផ្អាកឬក៏ឈប់ផ្អាកហ្នឹងទាំងមូលនៃ75ប្រទេសទេគឺគ្រាន់តែឲ្យរដ្ឋាភិបាលអាមេរិកនេះឈប់ផ្អាកទៅលើដើមមិនដឹងមួយហ្នឹងគឺលោក Demora Gomez ហ្នឹងដែលដាក់ពាក្យមករស់នៅអាមេរិកតាម EB5 ហ្នឹងព្រោះគេដាក់ពាក្យតាម EB5 គេមានលុយដល់$80,000ហេតុអីបារម្ភថាគេមកអាមេរិកហើយខ្លាចជាបន្ទុករដ្ឋគេមានដល់$80,000បានគេ
អាចវិនិយោគ EB5 នឹងបានបើតាមច្បាប់ investment EB5 អញ្ចឹងចម្លើយគឺខ្លីបងកុំតន់យកច្រឡំថាគេបើកហើយគឺនៅទេហើយនៅមានសំណុំរឿងជាច្រើនទៀតដែលកំពុង pending មានន័យថាកំពុងរងចាំតុលាការសម្រេចដូចជាសំណុំរឿងមួយដែលបងផ្សាយកាលពីថ្ងៃមុនឈ្មោះថា Clinic versus Rubio ហើយនឹងសំណុំរឿងជាច្រើនទៀតនៅឯ District New York Court ឬក៏នៅតុលាការសហព័ន្ធនៅរដ្ឋ New York នៅច្រើនទៀតអញ្ចឹងបងរងចាំមើលថាតើគេនឹងចេញសម្រេចយ៉ាងណាទៀតហើយបើតាមលោកចៅក្រម Ahmed Mehra នេះដែរគឺគាត់មានហេតុផល2ដែលថារដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើនេះគឺមិនស្របច្បាប់ចំពោះហេតុផលទី1ដែលលោកចៅក្រមយល់ថាការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងការផ្អាកចេញទិដ្ឋាការអន្តរប្រវេសន៍ទាំងអស់ទាំង75ប្រទេសមានន័យថាពាក់កណ្ដាលពិភពលោកមិនឲ្យមករស់នៅសហរដ្ឋអាមេរិកបានឬក៏ផ្អាកចេញទិដ្ឋាការឲ្យពួកគាត់អាចមករស់នៅអាមេរិកបានហ្នឹងគឺហេតុផលទី1គឺសភាសហរដ្ឋអាមេរិកបង្កើតច្បាប់នេះមកគឺឲ្យសិទ្ធិទៅមន្ត្រីស្ថានទូតឬក៏មន្ត្រី counselor officer មួយនៅក្នុងការ review case by case មានន័យថា review ម្នាក់មានថាម្នាក់នេះមកគាត់មកនឹងអាចខ្លាចជាបន្ទុករដ្ឋអត់មិនមែនឲ្យគ្រប់ជាតិសាសន៍ទាំង75ប្រទេសនឹងឲ្យតែមកយល់ថាគាត់ជាបន្ទុករបស់រដ្ឋឡើយអញ្ចឹងហេតុផលទី1នេះគឺលោកចៅក្រមយល់ថាក្រសួងការបរទេសគឺរំលោភទៅនឹងសិទ្ធិអំណាចឬក៏ធ្វើនេះគឺលើសពីច្បាប់ដែលអនុញ្ញាតឲ្យនេះថាបើយើងនិយាយគ្រូមិនប្រុសស្ដាប់តែថារំលោភអំណាចទៅលើច្បាប់ដែលកំណត់ឲ្យណាព្រោះសភាសហរដ្ឋអាមេរិកគេកំណត់ច្បាប់ឲ្យមន្ត្រីស្ថានទូតមួយនេះគាត់មានសិទ្ធិនៅក្នុងការសម្រេចមួយតាម case by case ព្រោះអ្នកទាំងអស់គ្នាដែលមកសុំទិដ្ឋាការអន្តរប្រវេសន៍ហ្នឹងមិនប្រកាសថាគាត់ជាបន្ទុករដ្ឋទេអ្នកខ្លះគាត់មានលុយច្រើនគាត់មានទ្រព្យសម្បត្តិច្រើនគាត់ត្រូវការចង់ផ្លាស់ប្ដូរទឹកដីទៅរស់នៅអាមេរិកអីជាដើមមិនប្រកាសថាអ្នកទាំងអស់គ្នាអ្នកប្រេស៊ីលទាំងអស់មកជាបន្ទុករដ្ឋណាហើយក៏មិនប្រកាសថាបងតែជាប្រជាពលរដ្ឋកម្ពុជាមកទៅសម្ភារហ្នឹងក៏ជាបន្ទុករដ្ឋដែរព្រោះអ្នកខ្លះគាត់មានលទ្ធភាពច្រើនណាស់តែដែលគាត់ទៅហ្នឹងគាត់អាចមើលថែខ្លួនឯងបានតែមិនចាំបាច់ពឹងទៅលើជំនួយពីរដ្ឋអញ្ចឹងហេតុផលទី1នេះគឺលោកចៅក្រមយល់ថាក្រសួងការបរទេសគឺរំលោភទៅនឹងសិទ្ធិអំណាចដែលចែងឲ្យមន្ត្រីស្ថានទូតហ្នឹងអញ្ចឹងត្រូវបកគលសិទ្ធិហ្នឹងទៅឲ្យមន្ត្រីស្ថានទូតអ្នកសម្រេចខ្លួនឯងមិនត្រូវបង្កើតpolicy ណាមួយដែលចេះឥទ្ធិពលទៅលើសិទ្ធិរបស់មន្ត្រីទូតម្នាក់ឡើយអញ្ចឹងហេតុផលទី1នេះគឺគាត់យល់ថាក្រសួងការបរទេសរំលោភអំណាចទៅលើច្បាប់ដែលបានចែងឲ្យហើយនឹងជាហេតុផលទី1សំខាន់ចំពោះហេតុផលទី2នេះដែរគឺជាហេតុផលដែលខ្ញុំគិតផ្ទាល់ខ្លួនជាហេតុផលដែលសំខាន់ជាងគេហើយជាហេតុផលដែលខ្ញុំយល់ថាចំពោះសំណុំរឿងផ្សេងទៀតដែលកំពុង pending នៅឯ New York District Court ឬក៏នៅរដ្ឋផ្សេងហ្នឹងគឺនឹងប្រើប្រាស់ច្បាប់នោះដូចគ្នាដែលខ្ញុំយល់ថាជាច្បាប់មួយដែលមានឥទ្ធិពលជាងគេនៅក្នុងការការពារបងទាំងអស់គ្នាឬក៏នៅក្នុងការធ្វើឲ្យរដ្ឋាភិបាលអាមេរិកហ្នឹងសម្រេចឈប់ផ្អាកចេញទិដ្ឋាការហ្នឹងអញ្ចឹងច្បាប់នេះគឺនៅក្នុង Immigration and Nationality Act នៅចំពោះទី 202A មាត្រាទី 1152A ច្បាប់នេះគឺហាមឃាត់មានន័យថាហាមឃាត់ការចេញទិដ្ឋាការអន្តរប្រវេសន៍ឬក៏ Immigration Benefit ដោយផ្អែកទៅលើថាតើអ្នកនឹងមានភេទអីពណ៌សម្បុរអីជនជាតិណាមកពីប្រទេសណាអញ្ចឹងបើនិយាយសួរស្ដាប់ទៅច្បាប់ហ្នឹងគឺមានន័យថាសូមកុំរើសអើងនៅក្នុងការចេញទិដ្ឋាការដោយសារតែពួកគាត់ខ្មៅដោយសារតែពួកគាត់សដោយសារតែពួកគាត់អាស៊ីដោយសារពួកគាត់ជនជាតិនេះដោយសារជនជាតិនោះតែត្រូវផ្អែកទៅលើថាតើបុគ្គលនឹងមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងការឲ្យទិដ្ឋាការអន្តរប្រវេសន៍ដែរទេអញ្ចឹងច្បាប់នេះសំខាន់មានន័យថារដ្ឋាភិបាលអាមេរិកកុំចេញឬមិនចេញដោយសារតែពួកគាត់មកពីជនជាតិនេះមកពីប្រទេសនេះមកពីនេះកាន់សាសនានេះឬក៏ភេទនេះគឺត្រូវចេញដោយផ្អែកទៅលើថាតើគាត់មានលក្ខខណ្ឌគ្រប់គ្រាន់អត់មិនថាគាត់មកពីប្រទេសណាជាជនជាតិណាភេទណាសម្បុរណាកាន់សាសនាណាទេគឺត្រូវចេញទិដ្ឋាការនឹងឲ្យគាត់បើមិនគាត់គ្រប់លក្ខខណ្ឌដែលចែងដោយច្បាប់ហ្នឹងហើយអញ្ចឹងបើនិយាយតែខ្លីថាគេហាមឃាត់ថាកុំចេញឬមិនចេញឬក៏ឲ្យទិដ្ឋាការឬមិនឲ្យទិដ្ឋាការដោយសារគាត់ភេទនេះជនជាតិនេះស្បែកនេះអីចឹងទៅអញ្ចឹងគេហាមឃាត់តាមចំណុចហ្នឹងច្បាប់នេះគឺច្បាប់មួយមាំជាងគេដែលខ្ញុំយល់ថានឹងអាចផ្ដោះប្តីសង្ឃឹមទៅលើសំណុំរឿងបន្ទាប់ណាអញ្ចឹងនេះគឺជាហេតុផលទី2ដែលលោកចៅក្រមនៅឯ District of Columbia ឬក៏ Washington DC នេះយកមកប្រើប្រាស់ហើយលោកចេញសេចក្តីសម្រេចនេះគឺតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការសម្រេចទៅលើ case របស់ដើមមិនដឹងហ្នឹងដែលជាលោក Demora Gomez ជាអ្នក investment ពីប្រទេសប្រេស៊ីលហ្នឹងណាអញ្ចឹងមានហេតុផលទាំងពីរនេះ
សង្ខេបដោយខ្លីមកវិញតុលាការនៅឯ District of Columbia តុលាការសហព័ន្ធនេះបានចេញសេចក្តីសម្រេចថាការផ្អាកចេតការចំពោះ75ប្រទេសនេះគឺជារឿងមិនស្របច្បាប់ហើយការដែលឥទ្ធិពលទៅលើការអនុវត្តនៅលើសេចក្តីសម្រេចនេះគឺចំពោះតែដើមបណ្ដឹងម្នាក់នឹងប៉ុណ្ណោះមិនមែនមានន័យថាគ្រប់ប្រទេសទាំង75ប្រទេសហ្នឹងគឺត្រូវផ្អាកគឺលើឈប់ផ្អាកនោះទេអញ្ចឹងបងកុំចូលច្រឡំថាទាំងអស់គ្នាគឺសម្រាប់តែដើមបណ្ដឹងប៉ុណ្ណោះប៉ុន្តែក្តីសង្ឃឹមគឺបងនៅត្រូវរងចាំទៅលើសំណុំរឿងផ្សេងទៀតដែរដែលអាចនឹងចេញសារក្រមនៅក្នុងពេលឆាប់នេះហើយយើងនឹងផ្សាយថាតើសារក្រមនោះនឹងមានឥទ្ធិពលយ៉ាងណាជាចុងក្រោយបើទោះជាសេចក្តីសម្រេចរបស់តុលាការនៅឯ Washington DC មួយនេះនៅតុលាការសហព័ន្ធមួយនេះมันបានចេះឥទ្ធិពលឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការឈប់ផ្អាកចេញទិដ្ឋាការអន្តរប្រវេសន៍ចំពោះ75ប្រទេសក៏ដោយហើយនៅមានសំណុំរឿងផ្សេងទៀតដែលកំពុងនៅ pending មិនទាន់ត្រូវបានសម្រេចដោយតុលាការនៅឡើយក៏ដោយក៏សម្រាប់ខ្ញុំគឺខ្ញុំយល់ថាសហរដ្ឋអាមេរិកឬក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងបើកទិដ្ឋាការចេញឲ្យឡើងវិញចំពោះ75ប្រទេសឬក៏ឈប់ផ្អាកនៅក្នុងពេលឆាប់នេះហើយមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងបច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំពុងចេញ policy ថ្មីមួយកំពុងពិចារណាចេញ policy ថ្មីមួយគឺឲ្យដាក់លុយតម្កល់រហូតដល់ $10,000 ហ្នឹងមុននឹងឲ្យទិដ្ឋាការទៅរស់នៅអាមេរិកបានបើសិនជាស្ថានទូតមើលឃើញបុគ្គលនោះទៅអាចជាបន្ទុករបស់រដ្ឋហើយបច្ចុប្បន្ននេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើការ testing មានដាក់ឲ្យដំណើរការសម្រាប់ប្រទេសមួយហើយឈ្មោះថា Dominica ជាប្រទេសមួយដែលនៅឯ South America ឬក៏នៅទ្វីបអាមេរិកខាងត្បូងជាដីកោះមួយដែរជាប្រទេសបកកាយលក់សញ្ជាតិប្រទេសហ្នឹងគឺឃើញថាមួយរយៈនេះគឺលក់សញ្ជាតិច្រើនណាស់អញ្ចឹងអាមេរិកកំពុងតែរឹតបន្តឹងលើប្រទេសហ្នឹងបច្ចុប្បន្នប្រទេសហ្នឹងគឺគេចាប់ផ្ដើមឲ្យដំណើរការសម្រាប់អ្នកណាដែលទៅអាមេរិកទៅរស់នៅអាមេរិកពីប្រទេសហ្នឹងហើយស្ថានទូតឬក៏មន្ត្រី officer មើលទៅឃើញថាគាត់អាចជាបន្ទុករបស់រដ្ឋគឺគេអាចឲ្យកក់លុយពី $10,000 រហូតដល់ $25,000 អញ្ចឹងជារបបតខ្លួនរបស់ខ្ញុំគិតថារដ្ឋាភិបាលអាមេរិកអាចនឹងបើកឲ្យដំណើរការឡើងវិញទៅថាការចំពោះ75ប្រទេសហ្នឹងជាមួយនឹង policy ថ្មីឬក៏លក្ខខណ្ឌថ្មីដែលខ្ញុំនិយាយមិញហ្នឹងគឺ public charge bond ហ្នឹងឬក៏ដាក់លុយតម្កល់មុននឹងឲ្យចេញទិដ្ឋាការចំពោះអ្នកដែលគេមើលទៅឃើញថាជាបន្ទុករបស់រដ្ឋអញ្ចឹងបើទោះជាយ៉ាងណានេះមិនទាន់ជាផ្លូវការទេគ្រាន់តែជា opinion របស់ខ្ញុំអ្វីដែលផ្លូវការគឺនៅតែ Dominica មួយប៉ុណ្ណោះអញ្ចឹងសម្រាប់បងដែលចង់បានព័ត៌មានថ្មីឬក៏ចង់តាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់បងជួយ follow page វិសាហ័បយើងមួយអរគុណ